តំណាងឲ្យខុសនឹងត្រូវគឺពណ៌អសនិងខ្មៅប៉ុន្តែក្នុងរឿងប្រឡំលោកមួយនេះរាជយុទ្ធហើយនឹងបតីគឺពណ៌អសខ្មៅប៉ុន្តែចន្លោះសខ្មៅរបស់ពួកគាត់គឺមានពណ៌ប្រផេះហើយអាពណ៌ប្រផេះហ្នឹងគឺរាជនឹងហើយសួស្ដីថ្ងៃនេះខ្ញុំមកនិយាយពីសភៅមកដែលមានចំណងជើងថាស្នេហាគឺអាត្មានិយមខ្ញុំគួរនិយាយរឿងហ្នឹងថាម៉េចគួរតែដាក់វាចូលក្នុងប្រភេទអី BL BG ឬមួយក៏មិនគួរនិយាយថាម៉េចខ្ញុំមិនដឹងទេតែគ្រាន់តែចង់និយាយទៅមានតួប្រុសពីរតួស្រីមួយតែមិនមែនដូចជាវាដាក់ថាតួប្រុសពីរអ្នកស្រឡាញ់តួស្រីតែម្នាក់អីអត់ទេវាថាតួប្រុសតួថប់របស់យើងគាត់ឈ្មោះរាជហើយតួបឋមគាត់ឈ្មោះយុទ្ធហើយតួឯកស្រីក្នុងចំណោមពួកគាត់ហ្នឹងឈ្មោះថាបតីហើយរាជហ្នឹងគាត់មានសម្ពាធគ្រួសារតាំងពីតូចប៉ាគាត់និយាយថាអត់ស្រឡាញ់គ្រួសារអត់មើលថែប្រពន្ធកូនមានស្រីចុះចោលផ្ទះអីវាយដំច្រាំធាក់ប្រពន្ធអីចឹងទៅណាចឹងទៅគាត់ខ្វះភាពកក់ក្ដៅតាំងពីតូចហើយគាត់គាត់អាយុ10ឆ្នាំជាងហ្នឹងគាត់ចាប់ផ្ដើមដឹងថាខ្លួនគាត់អត់ស្រឡាញ់ស្រីទេគាត់ស្រឡាញ់មនុស្សប្រុសចឹងទៅប៉ុន្តែគាត់អាយុ30ឆ្នាំគាត់ចាប់ផ្ដើមមានសង្សារប្រុសគាត់អាយុ30ឆ្នាំគាត់បានជួបស្គាល់គ្នាជាមួយនឹងយុទ្ធដែលជាតួបឋមរបស់យើងនឹងហើយក៏តេតងគ្នា1 2 3 4 5ចឹងទៅប៉ុន្តែម៉ែរបស់យុទ្ធហ្នឹងគាត់តាមតាន់គាត់ដឹងរឿងហ្នឹងគាត់តាមតាន់ថាកូនហ្នឹងអីស្រឡាញ់ប្រុសដូចគ្នាអីចឹងទៅណាហើយទៅគាត់បំបាយគាត់ជាយំបាយចេះចុះ1 2 3 4 5ហើយតួស្រីរបស់យើងឈ្មោះបតីហ្នឹងគាត់ស្រឡាញ់រាជដែរស្រឡាញ់ក្រាស់តាំងពីនៅរៀនអីចឹងទៅណាតែសារភាព2 3ដងហើយយុទ្ធតែរាជគាត់នៅតែប្រកែកធម្មតាទេមនុស្សស្រឡាញ់ប្រុសឲ្យមកមនុស្សស្រីមកសារភាពស្នេហ៍អីទៅមិនរួចទេតែដល់ពេលជំរឿចុងក្រោយម៉ាក់រាជគាត់ក៏បង្ខំហើយបតីក៏គាត់ដឹងរឿងហ្នឹងហើយយុទ្ធក៏ពិបាកចិត្តចឹងហើយបតីគាត់ក៏ស្នើខ្លួនគាត់ថាបើសិនជាអាចឲ្យគាត់រៀបការមួយរាជទៅហើយរាជនៅតែអាចទៅតាក់ទងមួយយុទ្ធនៅមួយយុទ្ធបានអី1 2 3 4 5ធម្មតាចឹងទៅណាតួប្រុសយើងព្រមណាតួប្រុសអូខេព្រមការមួយបតីហើយទៅនៅយកយុទ្ធធម្មតាចឹងដឹងហ៎មិនក្តៅតួប្រុសណាគាត់ខ្ញុំយល់ថាគាត់ធ្វើចឹងដើម្បីល្អទាំងអស់គ្នាបតីក៏គាត់នៅក្បែរមនុស្សដែលគាត់ស្រឡាញ់យុទ្ធក៏គាត់នៅតែអាចតាក់ទងមួយរាជបានធម្មតាប៉ុន្តែខ្ញុំbịឆ្ងល់រាជរឿងមួយគាត់ឆ្លាញ់យុទ្ធគាត់ឆ្លាញ់ភេទដូចគ្នាគាត់ការមួយបតីដើម្បីបាំងមុខហើយគាត់ទៅដេកនៅជាមួយបតីធ្វើអីខ្ញុំbịឆ្ងល់ការដើម្បីបាំងមុខទេយើងនៅរៀងខ្លួនទៅយើងកុំធ្វើអីគ្នាទៅយើងកុំប៉ះពាល់គ្នាទៅយើងនិយាយប្រយោគបតីទៅអូយើងការមួយគ្នាដើម្បីបាំងមុខអីចេះទៅណាយើងកុំធ្វើអីខុសឆ្គងព្រោះបើសិនថ្ងៃក្រោយអាចនឹងមានការលែងលះបែកបាក់គ្នាទៅបតីនៅមានផ្លូវដើរគាត់នៅមានព្រមចារីនៅល្អអញ្ចឹងទៅគាត់អាចទៅរកគ្រួសារថ្មីបានដោយនិយាយថាគាត់អត់មានភាពប្រឡាក់ប្រឡប់អីចឹងណាអានេះអត់ទេទៅដេញទៅជាមួយគ្នាមានកូនណាបតីមានកូនហើយរាជគាត់នៅតែតាក់ទងមួយយុទ្ធដដែលអូយមែនដែរខ្ញុំជួបតួប្រុសនៅខាងខ្ញុំដាក់ក្បាលចង់និយាយទៅមែនណាគាត់ទៅចាំវាអត់សមហ្មងខ្ញុំយល់ថាស្នេហាគឺអាត្មានិយមអ្នកនិពន្ធគាត់ដាក់ចំណងជើងនឹងវាត្រូវទេប៉ុន្តែចំពោះរាជគឺគាត់អាត្មានិយមហួសខ្លាំងហ្មងជាធម្មតាមនុស្សយើងតែងតែពណ៌តំណាងឲ្យខុសនឹងត្រូវគឺពណ៌អសនិងខ្មៅប៉ុន្តែក្នុងរឿងប្រឡំលោកមួយនេះរាជយុទ្ធហើយនឹងបតីគឺពណ៌សខ្មៅប៉ុន្តែចន្លោះសខ្មៅរបស់ពួកគាត់គឺមានពណ៌ប្រផេះហើយអាពណ៌ប្រផេះហ្នឹងគឺរាជហ្នឹងហើយនិយាយពីនៅច្រឡំវល់ហ្នឹងចែកដាច់ទេអាប៉ែនេះមិនមែនអាត្មានិយមទេគឺយកតែចិត្តខ្លួនឯងហ្មងខ្ញុំនឹងនិយាយថាម៉េចទេសម្រាប់ថារឿងនេះគឺអានរឿងនេះហើយផ្លូវចិត្តខ្ញុំវាចាប់សូមឈឹងហ្មងខ្ញុំអត់មានគំនិតថាអាចនឹងបើកសភៅនេះមកអានម្ដងទៀតបានទេទៅអត់រួចហើយសម្រាប់អ្នកដែលអត់ទាន់បានអានទេសាកភ្លុកមើលទៅនឹងដឹងហើយថាក្រុមគ្រាចិត្តនឹងវាបែបណាខ្ញុំខូចចិត្តមួយសភៅនេះខ្លាំងខូចចិត្តខ្លាំងមែនតើដំបូងខ្ញុំបើកសភៅនឹងអានដោយសារខ្ញុំឃើញខាងបងនេះចាក់តាមបុកគាត់បើកលេងហ្គេមឲ្យរកអាក្រាវីរុតខុសពាក្យខុសអីចឹងណាអានថាចង់លេងហ្គេមឈ្នះសភៅទេតែឥឡូវវាអត់បានឈ្នះទេព្រោះតែខូចចិត្តខឹងតួវាអត់មានទៅផ្ទៀងអាក្រាវីរុតអីចឹងទេ say no ហើយអានចប់នេះអត់មានទៅបើកអានម្ដងទៀតរកពាក្យខុសអីទេអានម្ដងទៀតបោកក្បាលងាប់មកជប់អានជប់អីលេងចង់តាមសភៅហើយបាយ